សូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទស្វាគមន៍មកកាន់ Channel YouTube របស់ខ្ញុំបាទហើយក្នុងវីដេអូនេះដែរខ្ញុំនឹងមកធ្វើការបង្រៀនមេរៀនតាក់ទងនឹងការអាយុបាទហើយនៅក្នុងនឹងដែរគឺខ្ញុំចង់ដឹងថាអាយុរបស់គេហ្នឹងគឺយើងចង់ស្វែងរកទាំងចំនួនឆ្នាំទាំងខែនិងទាំងថ្ងៃជាទូទៅគឺយើងស្វែងរកគណនារអាយុហ្នឹងគឺយើងស្វែងរកតែចំនួនឆ្នាំទេបាទគឺយើងអាចបានស្វែងរកចំនួនខែហើយនិងចំនួនថ្ងៃទេបាទអញ្ចឹងក្នុងវីដេអូនេះដែរខ្ញុំនឹងមកធ្វើការស្វែងរកទាំងចំនួនឆ្នាំទាំងចំនួនខែនិងចំនួនថ្ងៃបាទដូចនៅក្នុងលំហាត់នេះដែរបាទនៅក្នុងយើងមើលនៅក្នុងថ្ងៃខែឆ្នាំកំណើតរបស់គេនេះយើងឃើញគេថាគេកើតនៅក្នុងថ្ងៃទី2ខែ11ហើយឆ្នាំ2000បាទអញ្ចឹងយើងចង់ដឹងថាគិតមកពេលបច្ចុប្បន្នយើងនេះតើគេមានអាយុប្រមាណឆ្នាំប្រមាណខែប្រមាណថ្ងៃហើយបាទដូចនៅក្នុងនេះគឺគេស្វែងរកឃើញថា24ឆ្នាំ11ខែហើយនិង4ថ្ងៃបាទអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរដើម្បីគណនាស្វែងរកនៅចំនួនឆ្នាំចំនួនខែចំនួនថ្ងៃនេះបានបងប្អូនអាចគណនាតាមខ្ញុំបានដោយយើងប្រើរូបមន្តឥឡូវខ្ញុំសូមលុបនៅក្នុង column cell នេះសិនបាទអញ្ចឹងបងប្អូនអាចប្រើសញ្ញាស្មើមកអូខេអញ្ចឹងត្រូវចាំថានៅក្នុង Excel គ្រប់គណនាទាំងអស់គឺយើងត្រូវការប្រើសញ្ញាស្មើមុនគេបងប្អូនអញ្ចឹងកន្លែងនេះគឺខ្ញុំប្រើរូបមន្ត det div បាទ det div តោះមកយើងបើកវងកញ្ចក់មួយមកអូខេអញ្ចឹងកន្លែងនេះគឺយើងត្រូវការ select ទៅលើថ្ងៃខែឆ្នាំកំណើតរបស់យើងមកបាទហើយបន្តមកយើងធ្វើការក្បៀសមួយអញ្ចឹងបន្ទាប់ពីយើង select ទៅលើថ្ងៃខែឆ្នាំកំណើតហើយអញ្ចឹងកន្លែងនេះយើងចង់ស្វែងរកពីថ្ងៃខែឆ្នាំកំណើតរបស់យើងហ្នឹងហើយយើងគិតមកពេលបច្ចុប្បន្នយើងនេះអញ្ចឹងគឺយើងអាចប្រើមុន today នេះបានឬក៏មួយទៀតយើងអាចប្រើរូបមន្តមួយទៀត now ក៏បានដែរប្រើរូបមន្ត now ក៏បាន today ក៏បានមានថាយើងគិតមកពេលបច្ចុប្បន្ននេះដែរបាទអញ្ចឹងថ្ងៃនេះយើងបិទវងកញ្ចក់មួយមកអូខេហើយយើងក្បៀសមួយបាទអូខេអញ្ចឹងកន្លែងនេះគឺយើងចង់ស្វែងរកទៅលើចំនួនឆ្នាំមុនបាទអញ្ចឹងយើងបើក double quote មួយមកឬក៏ហៅថាធ្មេញកតោ2ហ្នឹងអូខេអញ្ចឹងកន្លែងនេះយើងអាច save y មកបញ្ជាក់ថាយើងចង់ស្វែងរកទៅលើចំនួនឆ្នាំបាទអញ្ចឹងយើងបិទវិញមកអូខេហើយបន្ទាប់មកយើងបិទវងកញ្ចក់មួយបាទហើយបន្ទាប់មកកន្លែងនេះគឺយើងត្រូវប្រើសញ្ញានឹងមួយទៀតដើម្បីមានថាភ្ជាប់ clear ដែលយើងចង់បញ្ជាក់អត្ថន័យគេដែលយើងថាយើងចង់ស្វែងរកឆ្នាំណាបាទដើម្បីបង្ហាញគេអញ្ចឹងគឺយើងអាចប្រើសញ្ញានឹងមួយមកបាទហើយកន្លែងនេះយើងអាចបើក double quote មួយខ្ញុំសូមបញ្ជាក់កន្លែងនេះគឺយើងក្នុង double quote នេះគឺយើងអាចសរសេរជាខ្មែរក៏បានអង់គ្លេសក៏បានដែរដើម្បីយើងសេបញ្ជាក់ប្រាប់គេបង្ហាញគេណាបាទអញ្ចឹងកន្លែងនេះខ្ញុំសូមសរសេរជាខ្មែរមកបាទអូខេឆ្នាំអូខេអញ្ចឹងខ្ញុំអាច comma មួយឲ្យដក clear មួយទៅអូខេបាទអញ្ចឹងកន្លែងនេះគឺយើងស្វែងរកឆ្នាំបានហើយបន្ទាប់មកយើងចង់ស្វែងរកខែទៀតអញ្ចឹងគឺយើងប្រើសញ្ញានឹងមួយទៀតមកដើម្បីភ្ជាប់ clear របស់យើងអូខេអញ្ចឹងកន្លែងនេះគឺយើងអាចប្រើរូបមន្តdet div ទៀតបាទយើងអាចប្រើរូបមន្ត det div ទៀតមកបាទអូខេហើយយើងបើកវងកញ្ចក់មួយយើង select ទៅលើថ្ងៃខែឆ្នាំកំណើតដដែលមកហើយយើង comma មួយអញ្ចឹងកន្លែងនេះយើងប្រើរូបមន្ត today ដែរអូខេបើកវងកញ្ចក់មួយ comma មួយដល់មកយើងបើក double quote មួយអញ្ចឹងកន្លែងនេះគឺយើងចង់ស្វែងរកទៅលើចំនួនខែដែលនៅសល់បន្ទាប់ពីយើងរកឆ្នាំបានហើយបាទអញ្ចឹងកន្លែងនេះគឺយើងប្រើរូបមន្តមួយទៀត y ហើយនឹង m ហើយយើងបិទ double quote វិញមកបាទហើយយើងបិទវងកញ្ចក់មួយបាទអញ្ចឹងកន្លែងនេះគឺយើងប្រើសញ្ញានឹងមួយទៀតមកដើម្បីភ្ជាប់បង្ហាញថាយើងចង់ប្រាប់គេថាត្រង់ចំណុចហ្នឹងជាចំណុចខែជាអីជាឆ្នាំអីជាអីចឹងណាបាទ
ចឹងកន្លែងនេះខ្ញុំដាក់ខែចឹងខ្ញុំដាក់ជាខ្មែរមកបាទអូខេដក clear មួយបាទអូខេចឹងកន្លែងនេះគឺយើងស្វែងរកខែឃើញហើយបាទចឹងបន្ទាប់ទៀតគឺយើងប្រើសញ្ញានឹងមួយទៀតមកនឹងនៅត្រង់លេខ7ណាបាទឬក៏យើងហៅ ampersand បាទចឹងកន្លែងនេះគឺយើងប្រើរូបមន្ត dative ទៀតមកបាទយើងបើកពងខ្ចប់មួយហើយបន្ទាប់មកយើងធ្វើការ select ទៅលើថ្ងៃខែឆ្នាំកំណើតរបស់យើងទៀតមកហើយយើងធ្វើការក្បៀសមួយហើយយើងអាចប្រើរូបមន្ត today បានបាទយើងបិទពងខ្ចប់មួយមកកាម៉ាមួយបាទអញ្ចឹងកន្លែងនេះគឺយើងចង់ស្វែងរកចំនួនថ្ងៃដែលនៅសល់បាទអញ្ចឹងដើម្បីស្វែងរកចំនួនថ្ងៃដែលនៅសល់នឹងបានគឺយើងអាចប្រើរូបមន្តបែបនេះបានយើងប្រើរូបមន្ត m ហើយនឹង d បាទហើយយើងបិទ double quote ជាងវិញមកបាទហើយយើងបិទពងខ្ចប់វិញបាទអញ្ចឹងកន្លែងនេះគឺយើងប្រើសញ្ញានឹងមួយទៀតមកដើម្បីយើងភ្ជាប់ clear បញ្ជាក់តែយើងចង់បង្ហាញគេអំពីចំនួនថ្ងៃបាទចឹងយើងដូរភាសាមកបាទអូខេបាទហើយក្នុងរូបមន្តប៉ុណ្ណឹងគឺយើងអាចស្វែងរកចំនួនឆ្នាំចំនួនខែចំនួនថ្ងៃបានហើយបាទគឺយើងប្រើរូបមន្តតែប៉ុណ្ណឹងទេបាទឥឡូវយើងធ្វើការបន្ទាប់ពីចប់ហើយយើងធ្វើការ enter ទៅហើយបន្ទាប់មកវានឹងបង្ហាញរកចំនួនឆ្នាំចំនួនខែចំនួនថ្ងៃមកឲ្យពួកយើងហើយបាទអញ្ចឹងគឺយើងអាចអូសទិន្នន័យទាញទិន្នន័យមកខាងក្រោមមកដើម្បីបង្ហាញទិន្នន័យមកឲ្យយើងទាំងអស់បាទអញ្ចឹងវានឹងគណនារកហើយអូខេអញ្ចឹងឧទាហរណ៍ថាកន្លែងនេះគេកើតនៅក្នុងថ្ងៃទី3 August ហើយឆ្នាំ2005អញ្ចឹងយើងគិតមកពេលបច្ចុប្បន្នយើងនេះគេមានអាយុប៉ុន្មានអញ្ចឹងយើងឃើញស្វែងរកឃើញគឺអាយុ20ឆ្នាំ2ខែហើយនិង3ថ្ងៃបាទនៅក្នុងមេរៀនយើងនេះគឺមានតែប៉ុណ្្នឹងទេបាទហើយអរគុណសម្រាប់ការតាមដានវីដេអូបើសិនជាពុកម៉ែបងប្អូនមានចម្ងល់អ្វីដែលតាក់ទងនឹងក្នុងមេរៀនអាច comment នៅក្នុងវីដេអូនឹងបាទខ្ញុំបាទនឹងព្យាយាមធ្វើការឆ្លើយតបហើយនឹងធ្វើវីដេអូជូនពុកម៉ែបងប្អូនបាទអរគុណសម្រាប់ការតាមដានទស្សនាវីដេអូពីដើមរហូតដល់ចប់បាទសូមសំណាងល្អជួបគ្នាក្នុងវីដេអូលើកក្រោយទៀតបាទបន្តទៀត